នេះគឺជាដូបដែលជាទីតាំងសម្រាប់រំលឹកដួងវិញ្ញាណក្ខន្ធនៃដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរយើងដែលស្លាប់នៅក្នុងរបបខ្មែរក្រហមឆ្នាំ1975ដល់ឆ្នាំ1979ហើយនេះគឺជាទីតាំងនេះស្ថិតនៅលូញនៅមុខអេក្លីសវិហារគ្រិស្តសាសនានៅមុខនៅលូញហើយកសាងឡើងដោយសមាគមខ្មែរប្រចាំនៅប្រទេសបារាំងឆ្នាំ2025ឥឡូវគិតមករយៈពេល1ឆ្នាំគត់ហើយក៏ថ្ងៃនេះគឺមានការនិមន្តព្រះសង្ឃមកបង្សកូលដើម្បីជាការរំលឹកដល់ដួងវិញ្ញាណក្ខន្ធនៃប្រជាជនខ្មែរយើងដែលរងគ្រោះក្នុងរបបខ្មែរក្រហមជិត2លាននាក់ដែលបានស្លាប់ជិត2លាននាក់ហើយគឺជានិមិត្តរូបនៃការនៃកន្លែងដែលយើងត្រូវរំលឹកដួងវិញ្ញាណក្ខន្ធពួកគាត់ឲ្យខ្មែរយើងទាំងអស់គ្នាកូនខ្មែរមកយើងកូនខ្មែរចាំថ្ងៃប្រវត្តិសាស្ត្រដ៏ជឿជាត់ដ៏ខូខើនេះដូចចឹងទៅខ្មែរនៅប្រទេសបារាំងបានរៀបចំនៅផ្ទាំងសិលានេះឡើងគឺយើងអាចនិយាយថាស្ទូបដើម្បីជាកន្លែងរំលឹកដួងវិញ្ញាណក្ខន្ធនៅលូញបាទចឹងសូមឲ្យខ្មែរយើងទាំងអស់គ្នាចងចាំនៅរឿងរ៉ាវប្រវត្តិសាស្ត្រទាំងអស់គ្នាកុំឲ្យយើងភ្លេចនៅរឿងប្រវត្តិសាស្ត្រ